រឿងនាងក្អមទឹកឈប់បងទៀតទៅម្ដងខ្ចងម្ដងក្អមតែហ៊ានបងទៀតនឹងតែបានកាពើមែនតើហើយឈប់ក៏បានដែរវិញចាំមើលថ្ងៃនេះយើងឆាក្តៅក្អមឲ្យឯងឆេម្ដងតោះទៅផ្ទះវិញភ្លាមនោះក្អមទឹកក៏បង្ហាញខ្លួនអ្នកគឺជាអ្នកមានគុណរបស់ខ្ញុំជួយជីវិតខ្ញុំដូច្នេះហើយអ្វីក៏ដោយឲ្យតែអ្នកចង់បានខ្ញុំនឹងឲ្យអ្នកទាំងអស់ហេហ៊ានដេញផងតិចត្រូវឥឡូវឲ្យតែក្មួយឧស្សាហ៍ស្មោះត្រង់ណាថ្ងៃណាមួយគង់តែជោគជ័យទេខ្ញុំអត់ទាន់មានប្រពន្ធទេអញ្ចឹងហើយសូមយើងធ្វើប្រពន្ធហ្មងទៅជាយូរលង់ណាស់មកហើយមានកំឡោះកំសត់កំព្រាឪពុកម្ដាយម្នាក់រស់នៅក្នុងខ្ទមទូរគតម្នាក់ឯងបរិះកំសត់ជាមនុស្សឧស្សាហ៍ព្យាយាមនិងមានចរិតស្លូតបូតអាប៉ូតោះដល់មកទៅស្រែហើយរាល់ថ្ងៃយើងកុំតែបានឯងទេកុំអីយើងឯកាស្លាប់ហើយបាត់ចៅហើយអាប៉មិនទៅណាចោលច្បាយទេយើងដឹងហើយតោះចេញដំណើរវិចិត្រតែងតែមានអាប៉ដែលជាអ្នកសុំមករស់នៅជាមួយទៅជាមួយគ្នាធ្វើដំណើរជាមួយគ្នាគ្រប់ទីកន្លែងអាប៉ក៏ជាក្មេងកំព្រាដែរវាមានចិត្តស្មោះត្រង់និងរស់នៅជាមួយវិចិត្រចៅហើយទីនេះតំណងជាមានត្រីច្រើនណាស់ចាប់បងសំណាញ់នៅទីនេះទៅមែនហើយវិញតំណងណានេះដាក់មួយសំណាញ់ពីរសំណាញ់សិនចាំទៅមុខទៀតយើងហឹបអីយ៉ាហើយមួយទៀតអូយសង្ស័យតែអត់ទៀតហើយចៅហើយឯងក៏មកមើលមកអញ្ចឹងត្រីផ្អើលអស់ហើយមកពីឯងនិយាយច្រើនហ្នឹងណាផ្អើលត្រីអស់ឯងបិទមាត់ខ្លះទៅថាអត់មែនចៅហើយទឹកដៃអន់ណាបងត្រីមិនដែលបានទេបានតែខ្យងហឹបយ៉ាជាប់អីគេនេះអាប៉អីក៏តឹងម្លេះវ៉ៃអូយចៅហើយអាប៉ធ្វើអីក៏ខុសដែរចៅហើយឲ្យខ្ញុំសុំទោសចិត្តតែខ្ពើចេញមកខ្ញុំរត់ទៅមុនហើយអាប៉ឯងក៏មកឆ្កែពេកមើលតិចគ្រុតបាត់ជើងសព្រេះទាំងអស់គ្នាឥឡូវហើយហាក្អមឯងស្មានតែត្រីចប់ហើយចៅហើយឈប់បងទៀតទៅម្ដងខ្ចងម្ដងក្អមតែហ៊ានបងទៀតនឹងតែបានកាពើមែនតើហើយឈប់ក៏បានដែរវិញចាំមើលថ្ងៃនេះយើងឆាក្តៅក្អមឲ្យឯងឆេម្ដងតោះទៅផ្ទះវិញពួកគេទាំងពីរពុំដឹងនោះទេថានេះគឺជាក្អមទឹកពួកគេនាំគ្នាស្រស់ស្រូបអាហាររួចហើយក៏នាំគ្នាសម្រាកអស់ទៅ